បងប្អូនតែថតខ្មែរយើងចរាចរចាយចាយទូទាំងប្រទេសដាច់មុខដោយក្រុមហ៊ុន VKSN រយៈពេល6ឆ្នាំមកហើយបងប្អូននេះខណៈបងប្រុសគាត់កំងថ្នាំបាញ់ស្វាយចន្ទីសម្រាប់រដូវកាលឆ្នាំ2025ដោយសារតាមដានเพจយូរហើយបងតាក់ទងvớiការតាមដានយ៉ាងហោចណាស់ក៏កន្លះឆ្នាំដែរមុននឹងសម្រាប់ចិត្តប្រើបងប្អូន N+ សម្រាប់ពៅដើមពៅត្រួយពីដើមទីទៅហើយ D+ នេះសម្រាប់ញយផ្កាក្តឹបផ្លែនៅក្នុង D+ មានសារធាតុសម្រាប់លាងសម្អាតមេរោគនៅលើដើមព្យាបាលជំងឺមាននៅក្នុងដបតែមួយនឹងស្រាប់ NPK សារធាតុបំពន់សារធាតុញយក្តឹបគឺមាននៅក្នុងដបតែមួយនេះស្រាប់បងប្អូនសួស្តីពុកម៉ែបងប្អូនទឹកដីខេត្តស្ទឹងត្រែងនៅឃុំសំអាងភូមិថ្នោតថ្មីនេះខណៈបងប្រុសគាត់កំងថ្នាំបាញ់ស្វាយចន្ទីសម្រាប់រដូវកាលឆ្នាំ2025ដោយសារតាមដានเพจយូរហើយបងអត់តាក់ទងvớiការតាមដានយ៉ាងហោចណាស់ក៏កន្លះឆ្នាំដែរមុននឹងសម្រាប់ចិត្តប្រើឥឡូវកំពុងតែសរសេរវិក័យបាត់ឲ្យបងគាត់ទូទាត់លុយបងប្អូន N+ សម្រាប់ពៅដើមពៅត្រួយពីដើមទីទៅហើយ D+ នេះសម្រាប់ញយផ្កាក្តឹបផ្លែនៅក្នុង D+ មានសារធាតុសម្រាប់លាងសម្អាតមេរោគនៅលើដើមព្យាបាលជំងឺមាននៅក្នុងដបតែមួយនឹងស្រាប់ NPK សារធាតុបំពន់សារធាតុញយក្តឹបគឺមាននៅក្នុងដបតែមួយនេះស្រាប់បងប្អូនតើតើជាមួយនឹងការប្រើប្រាស់យើងលាយជាមួយនឹងថ្នាំពុលពីដើមទីទៅគឺយើងប្រើជាមួយនឹងថ្នាំពុលក្តៅបានឬក៏ក្តៅមកល្មមបានហើយចាប់ពីវគ្គញយផ្កាក្តឹបផ្លែយើងអាចដូរមកប្រើប្រភេទថ្នាំពុលត្រជាក់វិញដើម្បីកុំឲ្យវាប៉ះពាល់ផ្កាតែនៅក្នុងករណីដែលចន្ទទីរបស់យើងប្រើជាមួយនឹងថ្នាំពុលធម្មតាហើយប៉ុន្តែវានៅតែក្រាំងបងប្អូនអាចផ្ដាច់ថ្នាំពុលមួយរយៈពេលខ្លីដើម្បីញយយកការក្តឹបផ្លែតាក់ទងជាមួយនឹងបច្ចេកទេសផ្ដាច់ថ្នាំពុលបងប្អូនអាចតាក់ទងមកប្រឹក្សាជាមួយនឹងក្រុមការងារបច្ចេកទេសបាននេះបងប្អូនយើងនៅទឹកដីខេត្តស្ទឹងត្រែងបងប្អូនឥឡូវយើងវិលជុំបងប្អូនផឹកមិញនៅកាចេះចេញពីកាចេះទៅរតនគិរីបកមកស្ទឹងត្រែងវិញបងប្អូនមួយថ្ងៃយើងធ្វើការបាន3ខេត្តបាន5អតិថិជននៅក្នុងថ្ងៃហ្នឹងបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងរបៀបប្រើប្រាស់បងប្អូនអាចប្រឹក្សាបានបងប្អូនចូលរួមជាមួយប្រជាកសិករដើម្បីអភិវឌ្ឍកសិកម្មកម្ពុជាថ្ងៃណា